10 ថ្ងៃដំបូងខែក្រោយខ្សាច់សំណាងភីជូហូរសុទ្ធតែដុល្លារដល់ដៃម្ចាស់ឆ្នាំ3តាមក្បួនហោរាសាស្ត្រសម្រាប់ចន្លោះថ្ងៃទី01ដល់10ធ្នូអ្នកកើតឆ្នាំទាំង3ខាងក្រោមនឹងមានរាศีឡើងខ្ពស់ត្រដែតដោយអាចសម្រេចបំណងប្រាថ្នាធំនិងមានទ្រព្យហូរចូលច្រើនអ្នកកើតឆ្នាំខាលខ្លះនៅ10ថ្ងៃបើខែថ្មីខាងមុខនេះអ្នកកើតឆ្នាំខាលនឹងមានលៀបចូលច្រើនឱកាសមកបន្តកន្ទុយគ្នាចាំតែពួកគេចាប់បានឬមិនបានទេតែយ៉ាងណាក៏មានរឿងរ៉ាវដែលម្ចាស់ឆ្នាំខ្លាត្រូវប្រយ័ត្នបន្តិចដែរនោះការនិយាយស្ទើរទោះជាយ៉ាងណាដោយសារលៀបគ្រប់លើគ្រោះក៏នាំឲ្យម្ចាស់ឆ្នាំខាលនឹងទទួលបានសំណាងល្អធំជាងសំណាងអាក្រក់ហើយពួកគេងាយនឹងទទួលបានឱកាសឡើងតំណែងថ្មីបើអ្នករកស៊ីបានរកឃើញផលចំណេញខ្ពស់ជាងមុនអ្នកធ្វើជំនួញសុចរិតដែលមានផែនការច្បាស់លាស់ល្អិតល្អន់តាំងពីដើមផងរំពឹងនឹងអាចឃើញផ្លែផ្កាជោគជ័យក្រាស់ក្រែនៅចន្លោះពេលនេះអ្នកកើតឆ្នាំរកាមាននៅឆ្នាំ2025ម្ចាស់ឆ្នាំរកាប្រហែលបានឆ្លងផ្កាយគ្រោះម្ដងហើយពោលធ្លាប់ជួបរឿងមិនល្អកាលពីដើមឆ្នាំតែយ៉ាងណាផ្កាយនាំសំណាងក៏បានវិលចូលមកសងសម្រាប់ជីវិតរបស់ពួកគេជាថ្មីវិញដែរនៅពេលបន្តិចទៀតនេះម្ចាស់ឆ្នាំរកាជាមនុស្សមានទេពកោសល្យសមត្ថភាពស្រាប់ហើយដោយក៏រមែងទទួលបានការកោតសរសើរពីក្រុមការងារនិងអ្នករាប់អានជាបន្តបន្ទាប់ដែរដោយពួកគេរងចាំតែសំណាងធ្លាក់មកប៉ុណ្ណោះព្រោះឯការខិតខំឈិនតៈគឺបានបញ្ចេញអស់តាំងពីដំបូងចូលរួមអបអរសម្រាប់ម្ចាស់ឆ្នាំរការាសីអ្នកកំពុងឡើងខ្ពស់ណាស់នៅ10ថ្ងៃដំបូងខែក្រោយបើអ្នកមិនខ្ជិលហើយស៊ូបន្តទៀតនោះអ្នកចាំតែមើលទៅលៀបធំនឹងបង្ហាញមកក្នុងជីវិតដោយមិនដឹងខ្លួនអ្នកកើតឆ្នាំកូជ្រូកម្ចាស់ឆ្នាំកូនៅថ្ងៃថ្មីទី01ដល់ថ្ងៃទី10ធ្នូគឺមានរាសីខ្ពស់ត្រដែតដោយវាគូផ្សំនឹងសមត្ថភាពដែលពួកគេមានពីដំបូងផងមនុស្សនេះអាចបោះជំហានរៀងយឺតប៉ុន្តែមួយជំហានរបស់ពួកគេគឺវិភាគមើលគ្រប់ជ្រុងអស់ហើយមិនងាយឲ្យកើតមានកំហុសឡើយឱកាសបង្កើនទ្រព្យបង្កើនចំណូលលើសពីខ្ទង់ដែលទទួលបានជាប្រចាំគឺឈានចូលមកដល់ហើយសម្រាប់ម្ចាស់ឆ្នាំកូនៅពេលដ៏ខ្លីខាងមុខឆ្លៀតពេលវេលានេះចូលបន្ថែមក្បួនសន្សំសំចៃឲ្យបានល្អផង